ស្អាតដល់ហើយមិនត្រូវតែស្អាតទេឆ្ងាញ់ទៀតផងទៅណាម៉ែក្រោយយកជិះវាងជំរាបចែកនេះព្រឿងទៅនេះព្រឹកឡើងទៅហើយកន្លែងលក់អ៊ីសាយើងគេដាក់លើដាក់មកហើយបងអ្នកខ្លះយើងរៀបជេរយកទៅលក់នៅថ្ងៃព្រឹកស្អែកជាថ្ងៃសិលឆ្នាំម៉ាន2000រៀលមកនេះបានជីកមាសនេះពណ៌ស្អាតដល់ហើយមិនត្រូវតែស្អាតទេឆ្ងាញ់ទៀតផងនេះមិនមែនពួកអាមកស្ទង20ស្និតទេអានេះគេមានពូជបោត្រឹមត្រូវនេះអានេះមិនមកស្ទងនេះប្រហែលម៉ែនណាពេកអាមកស្ទង5ស្និតឲ្យស៊ីអីនេះបាត់លក់មែន500ដូចនំដែរ500ដូចនំប៉ុន្តែឆ្ងាញ់ជាងនំទៅណាម៉ែក្រោយយកជិះវាងព្រឹកយើងទៅពីងឹតទៅលក់នៅផ្សារជំរាបចែកនេះព្រឿងទៅនេះព្រឹកឡើងទៅហើយឆ្នាំណាម៉ែនេះមកស្និតបានតែ2000ទេមកស្និត2000អានោះមកស្និត4000ទិញមកស្និតថាមកស្និតត្រូវអត់ត្រូវតែដឹកត្រូវអីត្រូវអីចង់វាយកូនដុំឆែកកណ្ដាប់អូយយើងរៀបចំចេញទៅនោះប្រហែលជាម៉ោង4:20នាទីឲ្យតែប្រព្រឹត្តយើងមកដល់ផ្សារកន្លែងលក់អីចឹងយើងរៀបដាក់ឲ្យហើយឲ្យស្រួលហើយស្មាននេះអត់ទាន់សើមានមនុស្សទេម៉ោង5អីបានមនុស្សច្រើនអ្នកលក់អីមកច្រើនអស់ហើយមកចាប់ដើមរៀបឲ្យដាក់ឲ្យមួយណាខ្លះបងអ្នកណាខ្លះប្រហែលស្និតអីយើងរៀបឲ្យហើយមកដល់ផ្សារហើយខ្ញុំក៏ត្រឡប់មកផ្ទះវិញមកថាម៉ោង6កន្លះចាំទៅយកគាត់ហើយជិះមកតាមផ្លូវសិតលើកជើងពួកអាចកាយនោះវាដាច់ក៏យើងដេញខាំមុខអ្នករត់មកទទួលឥឡូវម៉ោង5កន្លះហើយថ្ងៃចាប់ដើមរះភ្លឺព្រឹងហើយម៉ោង6កន្លះយើងទៅយកម៉ែនៅផ្សារឥឡូវម៉ោង6កន្លះហើយយើងចេញទៅយកម៉ែនៅផ្សារយេនៅរៀងកសៃគេចាប់ដើមធ្វើផ្លូវឥឡូវរៀងស្រួលជីគ្រាន់ពីមុនបាក់ជីគេពងធ្វើវាអត់ទាន់ស្មើដល់ផ្សារហ្នឹងម៉ែលក់អស់តាំងពីយូរចាំម៉ែមកផ្លេតក៏រៀបអីវ៉ាន់មកចែមកលក់ពេកអស់ហើយទៅវិញហើយមើលស្នាដៃអ្នកម្ដាយថតតែអេមចំយាឲ្យបញ្ចូលសលេងទីដល់ទៅផ្ទះអូយហ្មងដៃអ្នកម្ដាយមិនធម្មតាណាចឹងហ្មងស្ទាវកាប់លូដល់ផ្ទះនំអីខ្លះនំអូនមកឡើងតលៃចាក់ចិនគូវិច